ទៅជួសជុលរថយន្តឲ្យថ្មីដើម្បីបញ្ចប់រឿងចាបាទគាត់ច្រឡំគេថាតាប្រាំងចាអូចឹងវាមានភាំងចឹងដែរណាយើងចាធម្មតាអត់ទេខ្ញុំមិនដឹងជាការពិតការបើកបោពេលដែលយើងបញ្ឆេះរថយន្តក្រែងគេដាក់ជើងកងលើប្រាំងហ្នឹងណាកងហើយប៉ុន្តែគាត់ថាការភ័ន្តច្រឡំហ្នឹងវាជិះបំផុតទេបាទជួនកាលពេលខ្លះយើងទៅដល់វាដូចតែភាំងបន្តិចទៅណាជន់បុបទៅហ្មងវាអសោះចាចៃដន្យហ្នឹងចៃដន្យបាទតែចៃដន្យគាត់ទៅអស់សំណងទៅលើរថយន្តគេបាទតោះទៅទៀតមួយរឿងទៀតនេះជនជាតិកាណាដាម្នាក់កាំងបេះដូងស្លាប់នៅក្នុងសថាគារ Finter Point Inn ចាប់បរិយាជនជាតិកាណាដាម្នាក់កាំងបេះដូងស្លាប់នៅក្នុងសថាគារFinter Point Inn ផ្ទះលេខ228 Euro ផ្លូវលេខ130សង្កាត់ផ្សារថ្មីទី3ខណ្ឌដូនពេញហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី15មករាហើយសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ Rona Gordon David ភេទប្រុសអាយុ39ឆ្នាំជនជាតិកាណាដាកាន់លិខិតប៉ាសពតលេខគុយ678675ចូលមកស្នាក់នៅប្រទេសកម្ពុជាក្នុងនាមជាភ្ញៀវទេសចរនៅបានចូលទៅស្នាក់នៅក្នុងសណ្ឋាគារ Finter Point Inn កាលពីថ្ងៃទី12ខែមករាឆ្នាំ2014កន្លងមកនេះហើយស្នាក់នៅក្នុងបន្ទប់707ជាន់ទី7ប្រភពព័ត៌មានបានដឹងទៀតថាស្ថានភាពនៃការស្លាប់គឺដួលលុតជង្គង់នៅជាប់នឹងគ្រែក្នុងបន្ទប់លេខ707ជាន់ទី7តតែអ្នកសម្អាតនៅក្នុងបន្ទប់សណ្ឋាគារចាទៅគោះទ្វារអត់មានអ្នកបើកទើបមានការសង្ស័យប្តឹងសមត្ថកិច្ចហើយកោះទ្វារបន្ទប់ប្រទះឃើញស្លាប់បាត់ទៅហើយខាងជំនាញខាងកហ្វល់វិច័យបានចុះទៅធ្វើការពិនិត្យបានសន្និដ្ឋានថាស្លាប់ដោយសារកាំងបេះដូងហើយឥឡូវនេះសពគឺយកតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចារឿងមួយទៀតនេះគឺជាករណីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវអំពីវិនិយោគរោគម្ចាស់ខ្សែកដែលចោលឆក់បានកាលពីយប់មិញចេញអូយចាគឺករណីនេះគឺយើងអត់មានរូបភាពចាសូមបាទមិនឥឡូវមើលនេះក៏ជូនដំណឹងតិចដែរចាឥឡូវយើងជូនដំណឹងតិចណាទៅឲ្យដឹងបាទចាគឺករណីនេះចាជនដែលធ្វើសកម្មភាពឆក់ហ្នឹងឈ្មោះថាសនរដ្ឋាភេទប្រុសអាយុ20ឆ្នាំខ្ញុំនេះវិញជូនដំណឹងមកឲ្យខ្ញុំមកជូនដំណឹងឲ្យម្ចាស់ខ្សែកគាត់នឹងបានដឹងបាទឥឡូវនេះម្ចាស់ខ្សែកដែលចោលឆក់យប់មិញហ្នឹងឥឡូវហ្នឹងខាងប៉ូលីសផ្សារដើមថ្កូវហ្នឹងចាប់បានហើយបានទាំងខ្សែកមកវិញហើយចាបាទអញ្ចឹងឥឡូវសូមសួររកម្ចាស់ខ្សែកព្រោះគាត់ធម្មតាការឆក់បែបនេះគាត់ម្ចាស់ទ្រព្យហ្នឹងអត់មានសង្ឃឹមសូម្បីតែ 1% ក៏គ្មានផងបាទព្រោះវាយកទៅបាត់ហើយបាទចោលឆក់ទៅរឿងអីដែលត្រូវបានមកវិញបាទប៉ុន្តែឥឡូវនេះសំណាង1000សំណាងរបស់អ្នកមីងឬក៏បងស្រីណានោះបាទចេញគាត់ថាចេញពីពន្ធនាគារបាន2ឆ្នាំពីបទឆក់បោកឆក់បទឆក់ខ្សែកសមត្ថកិច្ចចាប់បានពីបទឆក់ខ្សែកទៀតគាត់ជាប់គុក2ឆ្នាំចឹងបានន័យថាឥឡូវនេះចាប់បានអាចោនឹងក៏ចាប់បានដែរបាទអាចោនឹងក៏ចាប់បានហើយនឹងខ្សែកនោះក៏បានទៀតដែរបាទក្រុងនេះឥឡូវខ្ញុំមើលតិចសិនបាទគាត់ចាប់បាននេះគឺធ្វើសកម្មភាពនៅវេលាម៉ោង8យប់មិញហ្នឹងបាទនៅចំណុចមុខដីឡូលេខ716ស្តុបចំោះជ្រូកក្បាលថ្នល់ក្រុមទី44ភូមិ7បាទសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមននៅវេលាម៉ោង9ព្រឹកថ្ងៃទី15មករានៅចំណុចកើតហេតុបាទសមត្ថកិច្ចចាប់បាននៅនោះបាទដែលឆក់ខ្សែករួមជាមានខ្សែកប្រមាណម្ចាស់ហ៎អូបានន័យថាបានជន់នៅចំណុចកើតហេតុហ្នឹងសមត្ថកិច្ចខាត់ខ្លួនបានជន់ដែលឆក់ខ្សែករួមជាខ្សែកប្រមាណម្ចាស់នោះខ្សែកមិនបានទៅដាក់ពាក្យប្តឹងទេអ្នកនឹងអត់ដែរបានដាក់ពាក្យប្តឹងទេបាទជនដែលធ្វើសកម្មភាពនេះគឺឈ្មោះសនរដ្ឋាបាទអាយុ20ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដទេបាទនៅទីលំនៅនឹងថានៅភូមិព្រែកស្លែងស្រុកកដាលស្ទឹងខេត្តកដាលធ្លាប់ជាប់ពន្ធនាគារនឹងតាំងពីខែសីហា2010មកម្លេះឆក់ខ្សែកនឹងមកពីបត់ឆក់ខ្សែកនឹងមកហើយពួកគេនឹងរួចពីពន្ធនាគារមកវិញនៅឆ្នាំ2012ហើយ
រួចពីឆក់ខ្សែករួចពីប៉ុននេះគេចេញមកឆក់ទៀតព្រោះមុខរបរគេនឹងជំនាញទៅឆក់បាទហើយប្រភពពីលិះប៉ុននេះថាមុនពេលកើតហេតុស្ត្រីជាម្ចាស់ខ្សែកហ្នឹងម្នាក់នេះជាម៉ូតូស្កូពីពណ៌សមិនចាំស្លាកលេខកំពុងតែឈប់រងចាំភ្លើងស្តុបចំោះជ្រូកក្បាលថ្នល់ស្រាប់តែជនសង្ស័យរត់ទៅឆក់ខ្សែកហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាពចំណែកឯម្ចាស់ខ្សែកក៏មិនបានទៅដាក់ពាក្យប្តឹងដែរបានជិះចេញទៅបាត់ទៅដល់ចេះឥឡូវសូមជម្រាបជូនណាម្ចាស់ខ្សែកដែលចោលឆក់នៅចំណុចចំោះជ្រូកបាទនៅចំណុចចំោះជ្រូកក្បាលថ្នល់ចំោះជ្រូកក្បាលថ្នល់ឥឡូវនេះជនដែលឆក់ខ្សែកអ្នកបងអ្នកមីងណាហ្នឹងគឺឥឡូវនេះប៉ូលីសចាប់បានហើយអញ្ចឹងទៅប៉ុស្តិ៍ផ្សារដើមថ្កូវទៅសារដើមចឹងហ៎ប៉ុស្តិ៍ណាប៉ុស្តិ៍ផ្សារដើមថ្កូវទៅប៉ុស្តិ៍ផ្សារដើមថ្កូវទៅខ្សែកហ្នឹងនៅហ្នឹងហើយបាទបើសិនជាអត់ទៅយកយ៉ាប់ខ្ញុំយកដូងកបាត់បាទនេះខ្សែកបែបផ្លាទីននេះចាបាទផ្លាទីនបាទអញ្ចឹងបងស្រីណាដែលចោលឆក់នៅម្ដុំក្បាលចំណុចចំោះជ្រូកក្បាលថ្នល់បាទដែលជិះម៉ូតូស្កូពីបាទម៉ូតូស្កូពីពណ៌សពាក់ស្លាកលេខហ្នឹងអត់ចាំចាអត់ចាំទេចោលអត់ចាំទេព្រោះចោលចាំតែខ្សែកឯងដែលណាឆក់ខ្សែកបញ្ញាទៅកប់ស្លាកលេខនេះឲ្យគេតន់របស់យោនេះបាទអញ្ចឹងសូមម្ចាស់ខ្សែកទៅយកខ្សែកវិញណាខ្សែកទុកនៅក្នុងប៉ូលីសអត់យកតាណាទេអត់ហ៊ានយកតាណាទេបាទឲ្យរង្វាន់ប៉ូលីសតិចផងឲ្យមកកំប៉ុងណែយ៉ាទៅប៉ូលីសតបស្អីមកកំប៉ុងអាហ្នឹងពោកក្បាលលុយមកកំប៉ុងចឹងឲ្យលុយតិចបាទឥឡូវនេះយើងបញ្ចប់ឲ្យទៅសារខ្លីសិនបាទសារខ្លីនេះនេះជាសារមកពីណានេះស្អីឡាចាខារីហ្វឹបហ្វនេះគាត់បាទនេះតែយ៉ាងម៉េចលោកគ្រូអ្នកគ្រូឥឡូវមកទៀតហើយសារមកពីសាលាបឋមសិក្សាស្ទឹងមានជ័យបាទបឋមសិក្សាស្ទឹងមានជ័យថាយកលុយសិស្សតូចហ្នឹងថ្នាក់ទី1ទី2ហ្នឹងម្នាក់500រៀលបើគ្មានទេគឺមិនឲ្យចូលរៀនហ្មងបាទអត់មាន500រៀលឲ្យគេចូលរៀនបាទសូមលោកឧទ្ធីជួយផងជួយមិនទៅឥឡូវនេះខាងលោកគ្រូនៅសាលាបឋមសិក្សាស្ទឹងមានជ័យថាគេថាមកចេះអាណាព្យាបាលគាត់ផ្ញើសារមកចឹងគាត់ថាកូនចៅគាត់ដែលទៅរៀនថ្នាក់ទី1ទី2ហ្នឹងបើអត់ឲ្យលុយ500ក្នុងមួយព្រឹកទេអត់ឲ្យចូលថ្នាក់បាទតែអត់តាន់ពិតទេណាអត់តាន់ដឹងថាតើរឿងហ្នឹងពិតឬមិនពិតទេណាសូមគាត់តែជម្រាបជូនទៅលោកគ្រូប៉ុណ្ណឹងលោកគ្រូអ្នកគ្រូប៉ុណ្ណឹងបើសិនលោកគ្រូអ្នកគ្រូបានទទួលសារខ្លីនេះសូមឆ្លើយតបមកវិញផងតែមែនអត់ទទួលបាន500រៀលអត់ឲ្យគេចូលថ្នាក់មែនអត់បាទបន្តមកទៀតនៅសាលាមត្តេយអូបៃក្អមបាទគ្រូយកលុយសិស្សតាមមុខវិជ្ជាបើមិនឲ្យលុយមិនឲ្យពិន្ទុឯនោះបើមិនឲ្យលុយមិនឲ្យចូលហើយអូបៃក្អមថាបើមិនឲ្យលុយអត់ឲ្យពិន្ទុចាបាទអញ្ចឹងឥឡូវនេះនៅសាលាបឋមសិក្សាស្ទឹងមានជ័យហើយនៅសាលាមត្តេយនៅអូបៃក្អមសារប្រជាពលរដ្ឋជាអាណាព្យាបាលក៏ដាក់មកអញ្ចឹងតែខ្ញុំអត់ទាន់ថារឿងនឹងពិតឬយ៉ាងណាទេគ្រាន់តែចង់ជម្រាបជូនឲ្យលោកគ្រូអ្នកគ្រូថាអាណាព្យាបាលគេប្រាប់មកអញ្ចឹងសូមលោកគ្រូបើសិនជាបានទទួលអាចប្រាប់មកខាងហោមនេះវិញដើម្បីប្រាប់ទៅអាណាព្យាបាលគេឲ្យបានជ្រាបថាមិនរឿងនឹងពិតឬមិនពិតបាទប៉ុណ្ណឹងបាទហើយមួយទៀតនៅឯផ្សារភូមិធំនៅផ្សារភូមិធំឃុំថ្កូវស្រុកត្រពាំងស្រុកកំពង់ត្របែកខេត្តព្រៃវែងបាទគាត់ផ្ញើសារមកមិញគាត់ថាចិញ្ចើមផ្លូវនៅផ្សារភូមិធំហ្នឹងគឺត្រូវបានគេយកធ្វើជាកន្លែងផ្សារទៅហើយបាទផ្លូវនៅផ្សារភូមិធំហ្នឹងគឺត្រូវបានគេយកផ្លូវធ្វើផ្សារទៅហើយសូមឲ្យអាជ្ញាធរជួយរៀបចំសណ្ដាប់ធ្នាប់ផងបាទហើយសារទីបន្ទាប់មកទៀតគឺក្រុមអ្នកទៅប្រឡងសិល្បៈកាលពីខែ11នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែ11មានប្រឡងអាយ៉ៃចប៉ីសំណេរហើយនឹងសិល្បៈផ្សេងទៀត
គាត់ចង់ក្រមវិធានបទទ្របក្តៅក្រហាយបាទប្រឡងបាទគាត់ប្រឡងតាមខែ11នៅអង្គភាពប្រឆាំងពលពុកលួយប៉ុន្តែឥឡូវហ្នឹងគាត់ចង់សួរអញ្ចេះទេខាងអ្នកទៅប្រឡងហ្នឹងគាត់ថាតាំងពីខែ11ហ្នឹងអត់ទាន់ដឹង restart ថាអ្នកណាជាប់ណាធ្លាក់គាត់ក៏ចង់ដឹងថាឥឡូវខាងអង្គភាពប្រឆាំងពលពុកលួយជួយប្រាប់បានទេថ្ងៃណាចេញ restart ថាអ្នកណាអ្នកជាប់ណាអ្នកធ្លាក់ព្រោះគាត់ប្រឡងយូរហើយក៏អត់ដឹងរឿងណាខ្លាំងណាខ្សោយណាបាទគាត់ចង់ដឹងលទ្ធផលនិយាយរួមគាត់ចង់ដឹងលទ្ធផលប្រឡងហើយបែរជាអត់ដឹងលទ្ធផលដឹងថ្ងៃណាបានដឹងបាទគេលោកគេមិនទាន់ចេញណាបងបាទប្រឡងថ្ងៃនោះក្រោមវិធានបទទ្របក្តៅក្រហាយទ្របរបស់គេក្តៅក្រហាយលោកចៅបាទកាលណាបើសិនទៅលួចគេឃើញកន្លងមកឃើញចាដាក់វិធានបទហ្នឹងត្រូវតាបាទទ្របក្តៅក្រហាយបាទចាអរគុណបាទអរគុណឥឡូវនេះដោយសារតែពេលវេលារបស់យើងដល់ម៉ោងសម្រាប់ទៅហើយអរគុណទៅទស្សនិកជនយើងសូមសម្រាប់បន្តិចសិនតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទយើងវិលមកជួបគ្នានៅវគ្គចុងក្រោយបាទមិញនេះគ្រាន់តែនិយាយតាក់ទងនឹងរឿងសាលាយកលុយកូនសិស្សហ្នឹងមកព្រាតផុតសាលាសាមកច្រើនមែនតើប៉ុន្តែមិនដឹងជាលោកគ្រូអ្នកគ្រូនៅសាលាហ្នឹងបានទទួលដំណឹងនេះហើយឬនៅទេដើម្បីធ្វើការឆ្លើយតបបែបព្រោះអាណាព្យាបាលគេចង់ស្ដាប់មើលថាលោកគ្រូឆ្លើយយ៉ាងម៉េចចំពោះការសួររបស់អាណាព្យាបាលសិស្សព្រោះស្ទើរតែគ្រប់សាលាទៅហើយគាត់សួរមកបាទមុនចូលដល់ព័ត៌មានសូមជូនដំណឹងមួយសិនបាទជូនដំណឹងបាត់កូនបាទគាត់បាត់កូនប្រុសម្នាក់ទៅសាលានឹងបាត់តំណែងឈឹងឥឡូវនេះសូមសួររកតំណែងបាទក្មួយប្រុសឈ្មោះដួងតារារតបាទអាយុ15ឆ្នាំជាសិស្សសាលាអន្តរជាតិបែលធីថ្នាក់ទី8មានទីលំនៅផ្ទះលេខ11ផ្លូវលេខ272សង្កាត់ផ្សារដើមកោខណ្ឌទួលគោកបានបាត់ខ្លួនកាលពីថ្ងៃ15ម្សិលមិញហ្នឹងនៅវេលាម៉ោង 5:30 នាទីល្ងាចដែលក្មួយប្រុសបានចេញទៅសាលាហើយចេញពីរៀនមកវិញនៅម៉ោង 7 យប់ស្រាប់តែបាត់ដំណឹងឈឹងទូរស័ព្ទក៏លែងចូលទៀតបាទឥឡូវក្មួយប្រុសតើទៅជាមួយមិត្តភ័ក្តិឬនៅកន្លែងណាសូមក្មួយវិលត្រឡប់ទៅផ្ទះវិញបាទព្រោះម្ដាយឪពុកកំពុងតែរងចាំរកក្មួយឬក៏ក្មួយជួបបញ្ហាអីកើតឡើងអ្នកចិត្តខាងបើបានឃើញរូបរាងដូចមានភិនភាគខាងលើសូមមិត្តភ័ក្តិឬក៏បងប្អូនសាច់ញាតិប្រជាពលរដ្ឋរបស់យើងឃើញអាចផ្ដល់ជាដំណឹងនេះតាមរយៈលេខទូរស័ព្ទ010ការ៉េ2 35កតុយបាទ010ការ៉េ2បានន័យថា222 35បាទគាត់នឹងមានជូនសគុណបាទជារៀងរាល់ថ្ងៃហ្នឹងប្អូនប្រុសដួងតារារតហ្នឹងគឺតែងតែចេញពីផ្ទះទៅសាលារៀនជិះម៉ូតូស្កូពីស៊េរី2013ពណ៌សពាក់ស្លាកលេខភ្នំពេញ 1BX 8000ទៅនៅជាប់នឹងខ្លួនដោយមានទូរស័ព្ទ iPhone 5 មួយគ្រឿងនិង Nokia មួយគ្រឿងបាទទូរស័ព្ទប្អូនមាន2គ្រឿង iPhone 5 មួយ Nokia មួយហើយនិងម៉ូតូស្កូពីមួយគ្រឿងបាទអញ្ចឹងបើសិនប្អូនប្រុសឃើញថាលេងដើរលេងជ្រុលឬក៏ទៅមិត្តភ័ក្តិនៅឆ្ងាយសូមឲ្យតំណែងមកម្ដាយផងហើយទូរស័ព្ទមកបន្តិចមកក្មួយព្រោះម្ដាយកាលណាម្ដាយឪពុកកាលណាបើបាត់កូនទៅហើយនៅអត់ស្ងៀមទេឥឡូវនេះបានស្វះស្វែងរកកូនអញ្ចឹងបើក្មួយប្រុសដួងតារារតបានឮឬក៏មិត្តភ័ក្តិរបស់ដួងតារារតបានស្គាល់បានដឹងនៅកន្លែងណាសូមជួយជូនដំណឹងនេះទៅម្ដាយឪពុករបស់គាត់ផងដែលមានលេខទូរស័ព្ទ010 22 35នឹងមានជូនសគុណបាទឥឡូវនេះយើងងាកមកមើលសារខ្លីបាទសូមបញ្ចប់ជួដំណឹងបាត់កូនប៉ុណ្ណឹងrồiហើយយើងងាកមកមើលសារខ្លីបាទមិញនេះក្រោយពេលដែលខ្ញុំបានជម្រាបជូននៅសារដែលរបស់ប្រជាពលរដ្ឋអាណាព្យាបាលសិស្សដែលនៅមិញសាលាបឋមសិក្សាស្ទឹងមានជ័យនិងសាលាម៉ាតៃអូបៃក្អមឥឡូវនេះបានសារមកទៀតហើយសាលាទាំងអស់ទី1នៅសាលាបឋមសិក្សាសខេងវត្តកៅស្រុកកំពង់ត្របែកខេត្តព្រៃវែងគាត់ថាមានថ្នាក់ទី5មួយថ្នាក់ហ្នឹងគ្រូអត់មានទៅបង្រៀនទេ
ថ្នាក់ទី5មួយថ្នាក់ហ្នឹងគឺអត់ទៅបង្រៀនរហូតឥឡូវហ្នឹងដល់ពេលអត់គ្រូអត់ទៅបង្រៀនចឹងទៅលោកគ្រូក៏បានយកកូនសិស្សដែលរៀននៅថ្នាក់ទី5ហ្នឹងឲ្យមកចូលរៀនថ្នាក់ទី4វិញចាយកកូនសិស្សថ្នាក់ទី5ហ្នឹងឲ្យមកចូលរៀនថ្នាក់ទី4វិញហើយគ្រូប្រាប់ថាដោយសារតែអត់មានគ្រូគ្រូនឹងអត់មកបង្រៀនសោះអញ្ចឹងឲ្យមកចូលថ្នាក់ទី4ទៅជាជាងអត់រៀនបាទជាជាងឲ្យគ្នាមកសាលាឲ្យអត់រៀនបាត់បានរៀនប៉ុន្តែក្រោយពេលដែលចប់ថ្នាក់ទី4នឹងហើយនឹងឲ្យឡើងថ្នាក់ទៅទី6ទៅហ្មងចាវាចេះចាបាទហេដូចកើតទេអីកម្មវិធីថ្នាក់ទី5វាត្រូវភ្ជាប់គ្នាជាមួយនឹងកម្មវិធីថ្នាក់ទី6មិនមែនមកថ្នាក់ទី4នៅកម្មវិធីដូចឲ្យទៅទី6មិនកើតបាទវានៅមេរៀនគេហៅងាយទេប៉ុន្តែគាត់ថាបើទោះបីងាយយ៉ាងណាក៏ដោយវាមិនអាចឲ្យមកថ្នាក់ទី4បានឡើងទៅទី6វាមិនត្រូវសាច់រឿងទេបាទនេះជាការជូនដំណឹងទៅខាងសាលាបឋមសិក្សាសខេងវត្តថ្កូវបាទឲ្យថ្នាក់ដឹកនាំខេត្តបានជ្រាបជាព័ត៌មានដើម្បីយកគ្រូទៅជំនួសថ្នាក់ទី5ផងព្រោះអត់មានគ្រូបង្រៀនទេបាទហើយនៅបឋមសិក្សាទួលស្វាយព្រៃបាទមិញអាណាព្យាបាលមិញគាត់រហូតដល់ប្រាប់ឈ្មោះរហូតដល់ប្រាប់លេខទូរស័ព្ទខ្ញុំតាមឥឡូវបងប្រាប់ក៏ប្រាប់ទៅខ្ញុំស្គាល់តែខ្ញុំបានហើយមិនបាច់ចាំខ្ញុំប្រកាសឈ្មោះអាណាព្យាបាលទេបាទគាត់ចង់ជម្រាបគាត់ថាសួរទៅលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាទួលស្វាយព្រៃសប្តាហ៍នេះកូនរបស់គាត់មួយខែបង់ឲ្យគ្រូ30000រៀលបាទគាត់សួរថាមួយខែ30000ហ្នឹងទៅអីខ្លះបាទសាលារដ្ឋហ្នឹងចាហើយគាត់ថាទួលស្វាយព្រៃហ្នឹងខុសគេត្រង់ថាបើសិនជាថ្ងៃណាដែលកូនសិស្សអត់ទៅបង្រៀនដែលថ្ងៃឈប់សម្រាកចាបន់ជាតិបាទថ្ងៃបន់ជាតិថ្ងៃអាទិត្យអីក៏ដោយបាទអត់ទៅរៀនហ្នឹងថ្ងៃដែលគេសម្រាកហ្នឹងគឺដឹងតែគ្រូគិតដប់ហ្មងពេលចូលវិញគឺគិតជាគុណយកលុយយកហ្មងបាទបានន័យថាបើថាឈប់2ថ្ងៃមួយថ្ងៃ1000ហ្នឹងគឺ2000ចាឈប់3ថ្ងៃគុណ3ថ្ងៃហ្នឹងគឺ3000បាទគាត់គុណយកអញ្ចឹងគាត់ថាគិតហើយនៅលោកគ្រូអ្នកគ្រូហ្នឹងគាត់ប្រាប់ថាក្នុងមួយខែ30000ហ្នឹងចង់បង់ខែក៏បានចង់បង់មួយថ្ងៃ1000ក៏បានបើចេះបាទនេះណាព្យាបាលនៅខាងសាលាបឋមសិក្សាទួលស្វាយព្រៃបាទតែនេះជាសាររបស់អាណាព្យាបាលអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូបានជ្រាបជាព័ត៌មានហើយនេះមិនទាន់ដឹងថាតើរឿងនេះវាពិតឬយ៉ាងណានោះទេប៉ុន្តែអាណាព្យាបាលនេះសូមទាំងបញ្ចេញឈ្មោះទាំងឲ្យខ្ញុំនិយាយឈ្មោះនិយាយថាបាច់ទេនិយាយឈ្មោះអីគាត់ប្រាប់ជាដំណឹងទៅយើងមិនទៅចោទគាត់ថាគាត់នឹងពិតបានប្រព្រឹត្តឬយ៉ាងណាទេគាត់ថាជូនដំណឹងនេះឲ្យជ្រាបជាព័ត៌មានថាអញ្ចឹងគាត់ចង់សួរថាលុយនឹងទៅណាបាទយកធ្វើអីបន្ទាប់មកទៀតធ្លាយមកបឋមសិក្សាវត្តកោះបាទដល់ទៅធ្លាយមកសាលាបឋមសិក្សាវត្តកោះឯនេះវិញអាណាព្យាបាលនេះគាត់ប្រាប់ថាបឋមសិក្សាវត្តកោះគេយក32000ថ្នាក់ទី1បាទ32000ហើយបើថ្នាក់ទី2ដល់ទី5វាមាន35000ដល់45000ចាបាទអញ្ចឹងនឹងគាត់ប្រាប់អញ្ចឹងប៉ុន្តែមិនដឹងជាយកមែនឬក៏អត់លោកគ្រូនេះដោយសារតែខាងអាណាព្យាបាលគាត់ជម្រាបមកអញ្ចឹងទៅហើយគាត់ថាជូនជាព័ត៌មានដើម្បីឲ្យថ្នាក់ដឹកនាំខាងលើជាពិសេសខាងមន្ទីរអប់រំបានជ្រាបគេលើថារឿងនឹងពិតឬមិនពិតអានឹងធ្វើការសិក្សាស្រាវជ្រាវទៅដើម្បីជៀសវាងកុំឲ្យប៉ះពាល់អារម្មណ៍អាណាព្យាបាលរបស់សិស្សបាទតែចប់ពីបឋមសិក្សាវត្តកោះងាកមកបឋមសិក្សាព្រែកប្រានេះទៀតបាទមកបឋមសិក្សាព្រែកប្រានេះគាត់និយាយចំថ្នាក់ហ្មងគាត់ថាថ្នាក់ទី1ខយកខុសគេបាទមានថ្នាក់ផ្សេងក៏យកដែរតែយកតិចតែគាត់ចង់និយាយថាសាលាបឋមសិក្សាព្រែកប្រានេះគឺថ្នាក់ទី1ខនោះយកមួយថ្ងៃហ្នឹង700អត់ដល់1000នេះនៅរៀងជា6ឆ្នាំ7ឆ្នាំបាទថ្នាក់ទី1យើងដឹង6ឆ្នាំអីណាចាបាទយក700ហើយអញ្ចឹងគាត់ថាអញ្ចឹងដល់មែនតែនទៅគាត់ថាអញសាលារដ្ឋទៅជាសាលារៀនគួរបាទគាត់ថាអញ្ចឹងបាទអញ្ចឹងតែយើងសង្ឃឹមថាសារនេះដើម្បីឲ្យដឹងដល់ខាងមន្ទីរអប់រំក្រុង
ដើម្បីធ្វើការត្រួតពិនិត្យនិងសិក្សាឡើងវិញពីមូលហេតុទាំងអស់នេះជៀសវាងកុំឲ្យការរិះគន់ពីអាណាព្យាបាលសិស្សបាទអញ្ចឹងអរគុណចំពោះទូទាំងអ្នកជនដែលផ្ដល់សារនេះគឺមិនមែនសារនេះថាទម្លាក់កំហុសថាលោកគ្រូទាំងអស់សិតតែប្រព្រឹត្តនោះទេបាទអញ្ចឹងក៏មានលោកគ្រូអ្នកគ្រូល្អច្រើនណាស់ដែលគាត់ពេលខ្លះគាត់បង្រៀនកូនសិស្សឲ្យសុខចិត្តទៅរត់ម៉ូតូឌុបបាទសូមកោតសរសើរលោកគ្រូអ្នកគ្រូខ្លះដែលគាត់មិនសុខចិត្តថាទៅយកលុយពីកូនសិស្សព្រោះគាត់គិតថាកូនគេកូនឯងចា៎បាទអញ្ចឹងគាត់សុខចិត្តតែចេញពីបង្រៀនទៅរត់ម៉ូតូឌុបបាទអញ្ចឹងហើយបានជាដូចមិញនេះការប្រឡងសិល្បៈក្រៅវិធានបទទ្របក្តៅក្រហាយបាទទ្របក្តៅក្រហាយប៉ុន្តែនេះមិនទ្របក្តៅក្រហាយព្រោះលោកគ្រូគាត់គិតថាអញខំបង្រៀនដែរអាហ្នឹងវាជាញើសឈាមអញមិនចឹងបាទញើសឈាមប៉ុន្តែគាត់មានប្រាក់ខែកូនសិស្សអត់មានប្រាក់ខែណាណាព្យាបាលពេលខ្លះគាត់មានមន្ត្រីរាជការណាព្យាបាលខ្លះគាត់អត់មានប្រាក់ខែទេគាត់រត់ម៉ូតូឌុបគាត់លក់តគួនលក់ផលិតណាបាទគាត់តែបានឲ្យកូនរៀនណាបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូមេត្តាកុំឲ្យថាឃើញខ្លះពេលខ្លះបើសិនជាកូនអ្នកធូធាវាមិនចោលទេមួយថ្ងៃ 1000 មួយថ្ងៃ 700 ឬក៏មួយខែ 30000 មួយខែ 40000ចោះសម្រាប់កូនអ្នកក្រីក្រគ្នាអ្នកអត់មួយថ្ងៃសំបីតទៅគ្មានលុយជាប់នឹងកប៉ៅទៅទិញនំចំណីអីហូបផងចោះតម្រាំយកពីគ្នាទៀតដល់ពេលទៀមទាយកពេកស្រាប់តែកូនសិស្សនឹងលែងចូលសាលាទៅគាត់ខ្លាចគាត់មានលុយបងគ្រូបាទអានឹងយើងគិតអញ្ចឹងទៅដើម្បីកុំឲ្យវាប៉ះពាល់សតិអារម្មណ៍សម្រាប់ដែលកូនអ្នកក្រីក្រកំពុងតែរៀនបាទតើសាលាសាមញ្ញរឿងចាខ្ញុំហ្វារឿងចុងក្រោយមួយនេះដែលករណីរថយន្តដឹកដើមរំដួលថយទៅប៉ះបង្គោលភ្លើងចាបាក់រៀបដល់ដីរថយន្តផ្ទុយម៉ាកហ្វុយហ្វូដឹកដើមរំដួលពេញរថយន្តចាលយរញ៉េរញ៉ៃថយទៅចាប៉ះនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យដួលរលំត្រឹមគល់ចំណែករថយន្តបង្កវិញព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បានហេតុការណ៍នេះកើតឡើងនៅម៉ោង 11:50 នាទីព្រឹកថ្ងៃទី 15 មករានៅផ្លូវលេខ 217 ភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោចាហើយតាមប្រភពព័ត៌មានដែលដឹងថារថយន្តបង្កម៉ាកហ្វុយហ្វូពណ៌សលាយខៀវដឹកដើមរំដួលមួយចំនួនចាគឺចំនួន 7 ដើមពេញទៅរថយន្តដឹកពីផ្លូវលេខ 598 យកទៅជួលដាំឲ្យគេនៅចិត្តចំណុចកាត់ហេតុខាងលើបើកបរដោយឈ្មោះកែវច័ន្ទពិសិដ្ឋភេទប្រុសអាយុ43ឆ្នាំទីលំនៅខាងសង្កាត់ទួលសង្កែធ្វើដំណើរតាមផ្លូវលេខ 217 ពីជើងត្បូងមកដល់ចំណុចខាងលើនោះបានបើករថយន្តបំរុងឈប់ហូបបាយដែលតាមចិញ្ចើមផ្លូវបានអែបរថយន្តចតខណៈដែលបារីយ៉ែចាអែបចតស្រាប់តែថយទៅប៉ះបង្គោលភ្លើងភ្លឺផ្លូវបាក់ចារៀបដល់ដីតែម្ដងចាហើយក្រោយពេលដែលកើតហេតុនោះរថយន្តបង្កព្យាយាមបើករត់ទៅដល់សង្កាត់ស្ពានថ្មខណ្ឌដង្កោចាទើបសមត្ថកិច្ចឃាត់បានចាបាទជាចុងក្រោយនេះគឺយើងមានអ្នកផ្ដល់ជំនួយរបស់យើងអូខ្ញុំភ្លេចយកឈ្មោះមកស្រាច់បាទឈ្មោះនៅនោះចាតែឥឡូវពេលវេលាយើងក៏បាទដល់ពេលទៅហើយបាទមានអ្នកនៅសហរដ្ឋអាមេរិកគាត់ផ្ញើមកឲ្យខ្ញុំសម្រាប់ជនក្រីក្រទូរគតជនហ្នឹង$200ចាបាទប៉ុន្តែសូមអធិស្ឋានមិញនេះភ្លេចយកឈ្មោះមកហើយចាំស្អែកសូមប្រកាសឈ្មោះមកទៅបាទអញ្ចឹងអ្នកនៅរស់នៅកាលីហ្វ័រញ៉ាចាបាទហើយនឹងថ្ងៃចុងសប្តាហ៍នេះគឺយើងទៅចែកជំនួយដល់ទូរគតជននៅក្នុងភូមិថ្មកោស្រុកឃុំថ្មកោស្រុកលវីអែមខេត្តកណ្ដាលបាទយើងឆ្លងទន្លេទៅបាទអញ្ចឹងប្រិមិត្តដែលមានបំណងចង់ទៅចែកជូននៅជំនួយមនុស្សធម៌ទាំងអស់នេះអាចអញ្ជើញទៅជាមួយគ្នាក៏បាននៅមាត់ទន្លេទេបាទហើយយើងក៏មានបងប្អូនខ្មែរមកពីសហរដ្ឋអាមេរិកម៉ែនៅសហរដ្ឋអាមេរិកគាត់ទៅមកលេងស្រុកខ្មែរហ្នឹងឥឡូវហ្នឹងគាត់ថ្ងៃហ្នឹងគឺទៅជាមួយយើងគាត់ចង់ទៅចែកដល់គោលដៅដូចដែលយើងទៅធ្លាប់ទៅកន្លងមកហ្នឹងបាទអញ្ចឹងទេបើសិនជាប្រិមិត្តបងប្អូនដែលគាត់ចង់យកជំនួយទាំងអស់នេះទៅដល់ជនក្រីក្រដែលពិតប្រាកដតាមមូលដ្ឋានអញ្ចឹងអាចអញ្ជើញទៅបានសម្រាប់ព្រឹកថ្ងៃសៅរ៍បាទក្រុមការងាររបស់យើងនឹងចេញដំណើរទៅព្រឹកថ្ងៃសៅរ៍ឆ្លងតាមដរដីខ្សាត់ក៏បានចាដរដីខ្សាត់ចាំមកជុំគ្នានៅស្ថានីយ៍ហ្មងបាទដូចជានៅស្ថានីយ៍នេះដូចជាអត់ត្រូវព្រោះចេញពីនោះទៅបាទចេញពីអូស័យទៅបាទទៅឆ្លងរៃខ្សាត់ទៅត្រង់នៅតែម្ដង
បាទអញ្ចឹងឥឡូវនេះយើងក៏មិនអាចបន្តទៅទៀតដែរដោយសារពេលវេលារបស់យើងដល់ម៉ោងទៅហើយបាទអរគុណចំពោះដៃគូពាណិជ្ជកម្មរបស់យើងដែលតែងតែគាំទ្រកម្មវិធីហងមាសតាំងពីដើមរហូតដល់ចប់បាទអរគុណចំពោះទូទាំងនិជនដែលបានតាមដានហងមាសព័ត៌មានតាំងពីម៉ោង 7 កន្លះរហូតដល់ម៉ោង 10 ជាងអរគុណចំពោះប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានផ្ដល់នៅថវិកាសម្រាប់ជំនួយមនុស្សធម៌ដល់ជនក្រីក្រអរគុណក្រុមហ៊ុនសូគីមិចគឺលោកអញ្ញាសុកគង់ដែលបានផ្ដល់នៅថវិកាចំនួនគាត់ឲ្យជាថ្ងៃពីមុនថាមួយសប្តាហ៍$100ប៉ុន្តែឥឡូវអ្នកអង្គការបានប្រាប់មកថាឥឡូវមិនមែនកុំយកមួយសប្តាហ៍$100អីគឺឲ្យមួយថ្ងៃ$100សម្រាប់ចែកជូនដល់ទូរគតជនដែលយើងយកទៅដល់ទីណាទិញរបស់របរអីប្រចាំថ្ងៃសម្រាប់ឲ្យចែកតែម្ដងដោយសារតែអ្នកអង្គការមើលឃើញថាហងមាសបានផ្ដល់នៅជំនួយជារៀងរាល់ថ្ងៃបាទបើទោះបីខ្ញុំមិនបានទៅក៏បុគ្គលិកដែលនៅតាមបណ្ដាខេត្តហ្នឹងដែលបានទទួលហ្នឹងយើងបញ្ជូនទៅបាទអញ្ចឹងជំនួយឥឡូវយើងផ្ដល់ទៅខាងកពតអញ្ចឹងខាងកពតបានទៅដល់ហើយនៅខាងមណ្ឌលគិរីបានទៅដល់ហើយប៉ុន្តែគាត់រូបភាពមិនទាន់មកដល់បាទហើយនេះដោយសារតែពេលវេលារបស់យើងដល់ទីបញ្ចប់ទៅហើយខ្ញុំជាមួយនឹងសេឡារួមជាមួយនឹងក្រុមការងារសូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ